สุดท้ายบางคนต่างออกគ្នាបាទនៅពេលនេះយើងចូលដល់បាទថ្នាក់កន្លឹះវិជ្ជករបាទលេខ13បាទបរិវារស័ព្ទ Hago តើអញ្ចឹងនៅកន្លែងនេះយើងនឹងមើលតើ Hago យើងអាចប្រើបាននៅក្នុងករណីបែបណាខ្លះតើនៅថ្ងៃនេះខ្ញុំចង់លើក4ចំណុចដល់បងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងការប្រើប្រាស់បរិវារស័ព្ទ Hago តើទី1គឺយើងប្រើជាមួយនឹងនាមដើម្បីភ្ជាប់នាមជាច្រើនជាមួយគ្នាតើមានឧបមាថាយើងនិយាយមកទៅទិញអានេះផងអានេះហើយអានេះហើយនឹងអានេះបាទដោយភាសាខ្មែរយើងបកប្រែថាហើយឬមួយក៏នឹងបាទអញ្ចឹងពេលហ្នឹងគឺយើងប្រើ Hago ហ្នឹងហើយអញ្ចឹងយើងប្រើជាមួយនឹងនាមអញ្ចឹងនៅពីមុខវាមានន័យថាចេះនៅពីមុខវានេះនាមបន្ទាប់មកទៀត Hago បន្ទាប់មកទៀតនាមទៀតដល់ហើយនាម Hago នាមតើពេលណាក្នុងទម្រង់បែបហ្នឹងបាទក្នុងទម្រង់បែបហ្នឹងយើងបកប្រែថានឹងបាទឬមួយក៏ហើយនឹងបាទហើយនឹងរបៀបអញ្ចឹងបាទហើយតើឥឡូវសាកមើលឧទាហរណ៍ជាមួយនឹងគ្នាបន្តិចតើឧទាហរណ៍របស់យើងគេ mol chikikayo តើ mol chikikayo តើយើងកំងអីញ៉ាំតើយើងកំងអីញ៉ាំតើដល់ពេលហ្នឹងគាត់ឆ្លើយមិនដែរ pizza hago spaghetti를 지킵시다 តើអញ្ចឹង mol chikikayo កំងអីតើ pizza hago អញ្ចឹង pizza ជាមួយនឹង spaghetti បាទ spaghetti បើអញ្ចឹងមានកំងតោះយើងកំងតើ chikipsida នឹងឯងតើកំងតើយើងកំង pizza ហើយនឹង spaghetti ដល់អញ្ចឹងឃើញពេលណាយើងប្រើពីរបញ្ចូលគ្នាអញ្ចឹងបូកបញ្ចូលគ្នាពេលហ្នឹងគេប្រើពាក្យ Hago ហ្នឹងហើយដែរតើឥឡូវយើងមកឧទាហរណ៍មួយទៀតតើឧទាហរណ៍ទី2생일 파티에 우리 반 친구들이 모두 참석해요 តើនៅក្នុងពិធីជប់លៀងតើ 우리 반 친구들이 តើមិត្តរួមថ្នាក់របស់យើង modu អីគេដែរ modu ទាំងអស់គ្នាតើទាំងអស់គ្នា참석해요 តើចូលរួមអត់តើមិត្តភ័ក្តិនៅក្នុងថ្នាក់រៀនយើងចូលរួមទាំងអស់គ្នាមែន아니요 다들 바빠서 못 오고 또 다들 바빴다ទាំងអស់គ្នាតើ 다들 នៅកន្លែងនេះទាំងអស់គ្នារវល់ដូច្នេះមកអត់បានទេ바바라시하고 챙씨만 온대요 បាទគឺមានតែ 바바라시 និង 챙씨 ប៉ុណ្ណោះដែលគាត់ថាមកតើ 온대요 នឹងគាត់ថានឹងមកណែតើអញ្ចឹងយើងមើលនេះ 바바라시 ជាមួយនឹង 챙씨 ឃើញពីរនាក់អញ្ចឹងពេលហ្នឹងបូកបញ្ចូលគ្នានឹងគេប្រើពាក្យHago ហ្នឹងហើយតើអញ្ចឹងលើក្រោយពេលនេះយើងចង់និយាយអីក៏ដោយឧទាហរណ៍ថាពេលព្រលឹមគេសួរណែញ៉ាំអីបើខ្ញុំញ៉ាំបាយហើយនឹងញ៉ាំកាហ្វេតើ Hago coffee ឬ Hago coffee តើមកថាទៅផ្សារទិញអីគេដែរតើខ្ញុំទិញអាវនិងខោអ៊ុតquáអ៊ុត Hago Paji យល់ទេអញ្ចឹងមានន័យថាពេលនេះចង់និយាយអីចាប់ពី2ឡើងទៅបាទនាមចាប់ពី2ឡើងទៅពេលហ្នឹងគេប្រើបរិវារស័ព្ទ Hago ហ្នឹងហើយតើអានេះខ្ញុំគិតថាកន្លែងស្រួលប្រហែលយើងចេះទាំងអស់គ្នាហើយតើលេខ2តើលេខ2គឺយើងអាចប្រើជាមួយនឹងពាក្យ kachi ឬមួយក៏ hamke បាទ kachi hamke យើងដឹងហើយមិនអញ្ចឹងណាជាមួយនឹងបាទជាមួយនឹងតើអញ្ចឹងនាម hago kachi នៅពេលដែលយើងធ្វើសកម្មភាពជាមួយនរណាម្នាក់ប៉ុន្តែនៅក្នុងករណីនេះយើងអាចលុប kachi ហើយនឹង hamke ចេញក៏បានដែរតើអញ្ចឹងមានន័យថាចេះមិញកន្លែងលេខ1មិញមានន័យថានាមបន្ទាប់មកទៀត hago បន្ទាប់មកនាមមិនអញ្ចឹងនាម hago នាមតើប៉ុន្តែនៅក្នុងករណីលេខ2នេះគឺនាមHago តើកន្លែងនេះយើងដាក់ hamke ក៏បានយើងដាក់ទៅរួចហើយយើងដាក់ kachi ពីរហ្នឹងយើងដាក់ក៏បានអត់ដាក់ក៏បានដែរបន្ទាប់មកកន្លែងនេះគឺសកម្មភាពឧទាហរណ៍ថាញ៉ាំបាយ 밥 먹어요 តើ 밥 먹어요 ជាមួយណាគេជាមួយមិត្តភ័ក្តិតើ 친구하고 밥 먹어요 ជារបៀបទៅ 친구하고 같이 밥 먹어요 ជារបៀបអញ្ចឹងតើអញ្ចឹងពេលណាយើងមើលនាមHago បន្ទាប់មកទៀតសកម្មភាពអញ្ចឹងពេលណាខ្លះវាមាន hamke កន្លែងអត់មានកន្លែងអត់សំខាន់ទេពេលណា Hago បន្ទាប់មកសកម្មភាពមានតែធ្វើសកម្មភាពជាមួយនឹងនាមហ្នឹងហើយដែលជាមួយនឹងអ្នកនឹងភាគច្រើននាមនៅកន្លែងនេះគឺមនុស្សបាទព្រោះយើងប្រើជាមួយនរណាម្នាក់យល់ទេណែតើអញ្ចឹងឥឡូវយើងសាកមើលឧទាហរណ៍ជាមួយគ្នាតើ저녁에 동생하고 같이 함께 តើយើងប្រើក៏បានអត់ប្រើក៏បានដែរ 산책하기로 했어요 មិនដែរខ្ញុំបានណាត់ដើរលំហែកាយបាទជាមួយនឹងប្អូនរបស់ខ្ញុំពេលល្ងាច저녁에តើអញ្ចឹង 동생하고 같이 តើអញ្ចឹងយើងអាចនិយាយថាមក저녁에 동생하고 산책하기로 했어요 តើយើងនិយាយតែប៉ុណ្្នឹងក៏បានដែរបាទអញ្ចឹង Hago ដែលជាមួយអ្នកណាហើយបន្ទាប់មកខាងក្រោយនេះគឺគេដែរសកម្មភាពបាទអញ្ចឹងយើងបកប្រែថាជាមួយនឹងបាទជាមួយនឹងណែតើបន្តមកទៀតទី3បាទទី3គឺយើងប្រើដើម្បីប្រៀបធៀបភាគច្រើនគឺយើងប្រើនាម Hago ជាមួយនឹងkata 다르다មក kata ដូច 다르다 ខុស 비교하다 ប្រៀបធៀប 비슷하다 ស្រដៀងគ្នាតោះអញ្ចឹងនៅក្នុងករណីដែលយើងប្រើសម្រាប់ប្រៀបធៀបថាវាដូចអីខុសពីអីស្រដៀងនឹងអី
ក្នុងករណីបែបហ្នឹង hago គឺយើងត្រូវតែប្រើជាមួយដាច់ខាតណាត្រូវប្រើជាមួយដាច់ខាតមានន័យថាលីមកឧទាហរណ៍បន្តិចមកត사진에서 본 옷 색깔하고 달라서 또 색깔하고 달라서 매 커피 여래 커피 ពណ៌សម្លៀកបំពាក់ដែលខ្ញុំបានឃើញនៅក្នុងរូបថតត사진에서 본បាទដែលខ្ញុំបានឃើញពណ៌អាវបាទដែលខ្ញុំបានឃើញវាខុសពីឃើញនេះ hago 달라서 ខុសពីតអញ្ចឹងនៅក្នុងកន្លែងហ្នឹងពេលណាយើងខុសពីយើងអត់ប្រើ s ទេយល់ទេយើងអត់ប្រើ s ទេក៏យើងអត់ប្រើ put ដែរយើងប្រើគេដែរ hago យល់ទេខុសពីពណ៌អាវដែលខ្ញុំបានឃើញតអញ្ចឹងនៅក្នុងករណីបែបហ្នឹងអញ្ចឹងពេលណាយើងប្រើអាពាក្យទាំងអស់ហ្នឹង kata tharuda ឬមួយក៏ pisithada ប្រៀបធៀបគឺយើងត្រូវតែប្រើ hago ជាមួយជាដាច់ខាតណាតអញ្ចឹងក៏ចង់និយាយថាមិនដែរដោយសារពណ៌ដែលថាវាខុសពីពណ៌ដែលខ្ញុំបានឃើញនៅក្នុងរូបថតដូច្នេះហើយខ្ញុំចង់ Kyoan hago 싶어요បាទខ្ញុំចង់បដូរយករបស់ផ្សេងបាទបដូរយករបស់ផ្សេងបដូរយកគេដែរបដូរយកពណ៌ផ្សេងមកថាឥឡូវគាត់ចង់ទិញពណ៌ក្រហមស្រាប់តែមកដល់ពណ៌រាងតក្រូចអញ្ចឹងគាត់ចង់បដូរពណ៌ជារបៀបអញ្ចឹងដែរតោះហើយនឹងមួយចុងក្រោយទី4បាទលេខ4គឺយើងប្រើជាមួយនឹងកិរិយាសព្ទដែលមិនអាចឈរតែឯងបានតោះកិរិយាសព្ទដែលមិនអាចឈរតែឯងមានន័យថាឧបមាដូចពាក្យឆ្លោះគ្នាធម្មតាបើយើងឆ្លោះគ្នាមានន័យថាពាក្យអីដែលថាគ្នាឬមួយក៏ពាក្យហ្នឹងយើងប្រើមួយទៅវិញទៅមកដែលអត់អាចម្នាក់ឯងបានឧបមាថាសាគីដាយើងខ្សែគប់មិត្តភ័ក្តិយើងទៅខ្សែគប់មួយណាគេយើងអត់អាចខ្សែគប់ខ្លួនឯងបានទេសៅដាឆ្លោះគ្នាក៏អញ្ចឹងដែរឈីណាដាស្និទ្ធស្នាលក៏អញ្ចឹងយើងត្រូវមានភាគីម្ខាងទៀតដើម្បីយើងស្និទ្ធស្នាលជាមួយអូលីដាចោះសម្រងណាចោះសម្រងឬមួយខោរុនដារៀបការមកយើងរៀបការម្នាក់ឯងកើតអត់កើតទេតោះអញ្ចឹងមានជាមួយនឹងនាមប្រភេទហ្នឹងបាទជាមួយនឹងនាមប្រភេទហ្នឹងយើងប្រើពាក្យអឺលឬយើងប្រើបរិយាស័ព្ទអឺលក៏បានយើងប្រើបរិយាស័ព្ទ hago ក៏បានដែរគឺមានន័យអញ្ចឹងណាអញ្ចឹងយកឧទាហរណ៍នៅកន្លែងនេះត사소한 일로 친구하고 싸우게 됐어요តមេខ្ញុំឆ្លោះជាមួយនឹងមិត្តភ័ក្តិដោយសាររឿងតូចតាចត사소한 일ត사소하다នៅកន្លែងនេះតូចតាចតអញ្ចឹងពេលណាយើងប្រើពាក្យ 싸우다 ប្រើពាក្យ 사귀다 ប្រើពាក្យ 친하다 어울리다 ឬមួយក៏ 결혼하다 ដែលជាពាក្យកិរិយាសព្ទដែលគេអត់ដែលប្រើតែឯងទេមានន័យថាយើងចង់សកម្មភាពហ្នឹងគឺត្រូវធ្វើជាមួយនឹងអ្នកណាម្នាក់ក្នុងករណីបែបហ្នឹងយើងអាចប្រើពាក្យបរិវារសព្ទ hago ជាមួយបាននិយាយទៅចោដែរតអញ្ចឹងសម្រាប់នៅកន្លែងនេះដូចខ្ញុំបាននិយាយចឹងកលឹះវិជ្ជករគឺខ្ញុំលើកសង្ខេបខ្លីៗបាទថាតើយើងអាចប្រើបាននៅក្នុងករណីបែបណាខ្លះចឹងសម្រាប់វិជ្ជករលំអិតបាទបងប្អូនអាចទិញសភៅបាទសភៅវិជ្ជករសភៅអីយកទៅរៀនបន្ថែមបាទហើយសភៅដែលមានលំហាត់បាទយើងអាចសាកល្បងរៀនធ្វើលំហាត់នៅក្នុងនឹងអីចឹងទៅបាទតអញ្ចឹងនេះគឺ4ចំណុចបាទ4ចំណុចតាក់ទងជាមួយនឹងការប្រើប្រាស់បរិវារស័ព្ទ hago តសរុបឡើងវិញទី1គឺ hago គឺយើងប្រើជាមួយនាម hago នាមយល់ទេនាម hago នាមមានន័យថាយើងបកប្រែថាហើយបន្តមកទៀតនាម hago បន្តមកវ៉ាខ្វាខាឈីឬមួយក៏សកម្មភាពយើងបកប្រែថាជាមួយនឹងតបន្តមកទៀត hago ដែលយើងប្រើសម្រាប់ប្រៀបធៀបគឺយើងត្រូវតែប្រើ hago ដាច់ខាតហើយនៅចុងក្រោយបាទជាមួយនឹងនាមដែលអត់អាចប្រើតែឯងបានគឺយើងត្រូវប្រើយើងអាចប្រើជាមួយនឹងបរិវារស័ព្ទ hago បានណាតើមាន4ចំណុចហ្នឹងបាទសង្ឃឹមថាពួកយើងទាំងអស់គ្នានឹងយល់ហើយយើងចេះប្រើទម្រង់នេះទាំងអស់គ្នាតើឥឡូវនៅពេលនេះយើងសាកមើលលំហាត់តើលំហាត់ទី1តើ 이번 휴가에 가족들을 여행을 갈까 해요តើ 가족들을 តើពិតដំណើរកំសាន្តជាមួយនឹងគ្រួសារយើងចង់និយាយថាវិសមកាលលើកនេះខ្ញុំគិតចង់តើកន្លែង ilka heo នៅកន្លែងនេះគិតចង់ណាទម្រង់ ilka hata បាទខ្ញុំគិតចង់ទៅដើរលេងបាទជាមួយនឹងគ្រួសារអញ្ចឹងនៅកន្លែងនេះរឿងយើងអត់ប្រើទេយើងប្រើគេដែរ 가족들ខ្វ៉ា가족들 하고 សំទោស가족들 하고 បាទ 가족들 하고 여행을 갈까 해요 បាទគឺយើងប្រើរបៀបហ្នឹងដែរតបន្តមកទី2ត한국 음식은 우리나라 음식 맛 비슷해서 잘 먹어요 តគេចង់និយាយថាម្ហូបកូរ៉េគឺរសជាតិបាទរសជាតិម្ហូបស្តៀងនឹងប្រទេសខ្ញុំដូច្នេះហើយខ្ញុំញ៉ាំបានតឆាលមកហើយខ្ញុំញ៉ាំបានយល់ទេតអញ្ចឹងនៅកន្លែងនេះពេលយើងប្រៀបធៀបនៅកន្លែងនេះឈីម៉ាត់នៅកន្លែងនេះត្រូវប្រើគេដាច់ខាតកោយល់ទេគឺរបៀបអញ្ចឹងបាទឈីម៉ាត់ថាកូ 비슷해서
តោះអញ្ចឹងយើងចាំរបៀបទាំងអស់នេះជាលើកក្រោយពេលណាយើងប្រឡងបាទយើងប្រឡងបាទដូចវិជ្ជករទាំងអស់តែពិតយើងអាចប្រើសម្រាប់ប្រឡងពេលប្រឡងធុបភិកឬមួយប្រឡងសាយន្តក្នុងការបាទយើងអាចមើលពីកលឹះតិចហ្នឹងទៅដល់ពេលលើកក្រោយប្រឡងយើងដឹងថាអូមកគេឲ្យជ្រើសរើសលំហាត់ដែលខុសអូវិជ្ជករដែលខុសអីចឹងយើងដឹងថាមូលហេតុអីបានវាខុសហើយបាទអញ្ចឹងនេះគឺខ្លឹមសារនៅក្នុងមេរៀនរបស់យើងនៅថ្ងៃនេះបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចេះក្នុងការប្រើប្រាស់នៅបរិយាស័ព្ទ Hago នេះទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនមែនទែនបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ